រឿងនីពតនិងទាព្រៃនៅកន្លែងចិញ្ចឹមទាមួយនីពតចិញ្ចឹមទាច្រើនណាស់ទុកសម្រាប់យកពងលក់ចំណែកឯទាណាដែលចាស់ទៅហើយនោះអស់ពងនីពតក៏ចាប់លក់ឲ្យទៅឈ្មួញដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសាររាល់ថ្ងៃនីពតប្រពន្ធនិងកូនតែងតែមើលហ្វូងទារបស់គេដោយប្រុងប្រយ័ត្នប្រយែងណាស់មិនឲ្យវាដើរទៅណាឆ្ងាយទេខ្លាចសត្វចាប់ស៊ីឬក៏ត្រូវគេលួចបាត់ទាផ្សេងទៀតនៅក្នុងទ្រុងដែលនីពតនិងប្រពន្ធមិនទាន់ចាប់លក់តែងតែមានចិត្តព្រួយបារម្ភខ្លាំងណាស់ហ្វូងទាទាំងអស់នោះនាំគ្នាគិតរកមធ្យោបាយដើម្បីរត់ចេញពីក្នុងទ្រុងឲ្យបានគាត់ជួនពេលនោះមានទាព្រៃមួយហ្វូងដើរមកលេងបានជួបនឹងទាស្រុកដែលកំពុងតែគិតគ្នាដោយការភ័យខ្លាចនីពតយកទៅលក់នោះទាព្រៃក៏នឹកអាណិតហើយចង់ជួយទាស្រុកទាំងអស់នោះល្ងាចនេះប្រពន្ធនីពតកំពុងតែរើសពងទាបង្ហើយទុកសម្រាប់លក់នៅថ្ងៃស្អែកស្រាប់តែឃើញទាព្រៃមួយហ្វូងនាំគ្នាបបួលទារបស់ខ្លួនរត់ចេញពីក្នុងទ្រុងនាងជាប្រពន្ធក៏ស្រែកហៅនីពតឲ្យមកមើលនិងប្រញាប់គៀងទាទាំងអស់នោះឲ្យចូលទ្រុងវិញផងនីពតគ្រាន់តែឮសូរប្រពន្ធស្រែកប្រាប់ភ្លាមក៏រត់សម្ដៅមកទ្រុងទាយ៉ាងលឿននីពតចាប់ទាផងដេញគៀងទាយ៉ាងណាក៏ហ្វូងទាស្រុកទាំងអស់មិនចង់ចូលទ្រុងវិញដែរចំណែកឯទាព្រៃមិនទៅណាឆ្ងាយទេពេលដែលឃើញនីពតចាប់ទាស្រុកដោយកំហឹងដូច្នោះពួកទាព្រៃបាននាំគ្នាមកចោមរោមហួរនីពតដើម្បីឲ្យទាស្រុករួចរត់ចេញពីដៃរបស់នីពតប្រពន្ធនិងកូននាំគ្នាដេញចាប់ទាបញ្ចូលក្នុងទ្រុងវិញហត់ខ្លាំងណាស់ធ្វើឲ្យនីពតខឹងទ្រាំលែងបានក៏ចាប់ទាបំរុងនឹងបោកទៅនឹងគល់ឈើឲ្យងាប់តែម្ដងទាព្រៃយល់ហើយឃើញសភាពអាសន្នដូច្នោះក៏នាំគ្នាសម្ដៅទៅរកនីពតប្រពន្ធនិងកូនចាក់ផងហួរផងដើម្បីឲ្យរៀងចាលកុំឲ្យធ្វើបាបទាស្រុកទៀតហ្វូងទាព្រៃមិនបង្អង់ពេលឡើយពួកវានាំគ្នាព្រួតចាក់ក្បាលផងចាក់ខ្លួនផងប្តីប្រពន្ធនិងកូននីពតធ្វើឲ្យពួកគេដួលចង្អាប់ចង្អើររហូតធ្លាក់ពងទាបែកអស់ជាច្រើននីពតនិងប្រពន្ធភ័យណាស់ស្លន់ធ្វើអ្វីមិនទាន់គិតតែពីក្តាប់ភ្នែកកិច្ចចំណែកឯទាស្រុកបានរើរួចពីដៃនីពតក៏នាំគ្នារត់ចូលទៅក្នុងទ្រុងវិញអស់ទៅក្រោយពេលដែលទាព្រៃជួយទាស្រុកដែលជាសត្វដូចគ្នារួចហើយទាព្រៃក៏នាំគ្នាវិលត្រឡប់ទៅព្រៃវិញអស់ទៅចំណែកឯនីពតប្រពន្ធនិងកូនខឹងមិនអស់ចិត្តនឹងទាព្រៃដែលធ្វើឲ្យពួកគេជាប់មុខជាប់មាត់អស់ក៏កាត់ទុកគុំគួនហើយក៏បបួលគ្នាយកអង្គប់ទៅដាក់ទាព្រៃដើម្បីចាប់ទាព្រៃយកមកធ្វើម្ហូបលុះព្រឹកឡើងនីពតក៏បបួលប្រពន្ធនិងកូនមកមើលអង្គប់ដែលដាក់ចាប់ទាព្រៃពេលដែលមកដល់កន្លែងដែលបានដាក់ហើយស្រាប់តែឃើញទាព្រៃជាប់មួយយ៉ាងធំនីពតសប្បាយចិត្តខ្លាំងណាស់លន់មាត់ថាហេងមែនថ្ងៃនេះពួកយើងបានទាព្រៃមួយយ៉ាងថត់មកធ្វើម្ហូបតែប៉ុណ្ណេះពិតជាឆ្ងាញ់មាត់ហើយពេលនោះដែរទាស្រុកបានមកឃើញនីពតប្រពន្ធនិងកូនបំរុងនឹងយកទាព្រៃទៅធ្វើម្ហូបហ្វូងទាស្រុកនឹកឃើញដល់ការទាព្រៃដែលធ្លាប់ជួយពួកខ្លួនកាលពីលើកមុននោះក៏បាននាំគ្នាទៅបបួលហ្វូងទាព្រៃមួយចំនួនទៀតមកដេញហួសប្តីប្រពន្ធនិងកូននីពតឲ្យដួលច្រងាប់ច្រងិលពេញវាលស្រែរហូតដល់ទាព្រៃបានរើរួចខ្លួនវិញបាននីពតប្រពន្ធនិងកូនត្រូវហ្វូងទាស្រុកនិងទាព្រៃនាំគ្នាចាក់ត្រូវភ្នែកទាល់តែហើមលឹបអស់មើលផ្លូវលេងចង់ឃើញគិតតែនាំគ្នាធ្ងោវារកផ្លូវទៅផ្ទះមិនរួចហ្វូងទាព្រៃទាំងអស់ក៏និយាយប្រាប់អ្នកទាំង3ថាណែចាប់ពីថ្ងៃនេះទៅអ្នកទាំងអស់គ្នាត្រូវឈប់ចិញ្ចឹមទាដើម្បីចាប់គេលក់ធ្វើបាបឲ្យព្រាត់ប្រាសញាតិមិត្តកូនចៅរបស់គេទៀតទៅនីពតប្រពន្ធនិងកូនរៀងចាលហើយសន្យាព្រមធ្វើតាមហ្វូងទាព្រៃ